ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើបបរល្ពៅគ្រឿងផ្សំមានដូចខាងលើចាអញ្ចឹងជាដំបូងហ្នឹងគឺយើងកាត់ល្ពៅយើងជាដុំតូចៗចាយកវាទៅកិននៅក្នុងម៉ាស៊ីនកិនយើងចាបើសិនជាវាធំពេកអញ្ចឹងវាអាចកិនទៅវាអត់សូវជាចាវាអាចនឹងជាប់កាំងកាត់វាប៉ុណ្ណឹងណាចាអញ្ចឹងពេលដែលយើងកាត់ល្ពៅនឹងហើយគឺយើងចាប់ដើមកិនចាកិនល្ពៅនឹងជាមួយនឹងអង្គតណើបយើងហ្នឹងដែលយើងត្រាំទឹកឲ្យវារីកបន្តិចទៅចាដោយសារតែម៉ាស៊ីនរបស់នាងខ្ញុំហ្នឹងគឺតូចអញ្ចឹងនាងខ្ញុំកិនវា2ដងចាដាក់ល្ពៅយើងពាក់កណ្ដាលដាក់ម្សៅអង្គតណើបពាក់កណ្ដាលដាក់ទឹកចូលប្រហែលប៉ុណ្ណឹងមកចាយើងចាក់វាដាក់ក្នុងឆ្នាំងអញ្ចឹងមកចាទឹកសរុបទាំងអស់ហ្នឹងគឺ1លីត្រកន្លះស្ករសចាភេក50ក្រាមអំបិលម៉ត់ហ្នឹងគឺ1ស្លាបព្រាកាហ្វេហើយនេះខ្ញុំប្រើខ្ទិះដូងកញ្ចប់ចាបោះដែលវៀតណាមមួយកញ្ចប់ហ្នឹងគឺ50ក្រាមក្លិនវាប្លែកចាបើសិនជាបងប្អូនមានដូងស្រស់គឺច្បាច់ខ្ទិះដូងស្រស់ដាក់កាន់តែឆ្ងាញ់ចាយើងកូរវាឲ្យសព្វសិនមកចាំយើងបើកហ្គាសចាប់ផ្ដើមចម្អិនវាយើងបើកហ្គាសចាប់ផ្ដើមកូរវាចាឲ្យពៅហើយនឹងម្សៅអង្គតណើបយើងហ្នឹងឆ្អិនយើងចាអញ្ចឹងពេលដែលវាឡើងបែបនេះគឺបានថាវាឆ្អិនហើយចាយើងអាចបិទហ្គាសដួសដាក់ចានបានចាសូមអរគុណចំពោះការតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ